សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឈុនចម្រើនមកពី Alpha Design and Engineering ថ្ងៃនេះខ្ញុំនឹងបង្រៀនពីរបៀប model angle connection អញ្ចឹងយើងចូលមក application and component យើង search លេខ11មួយនេះ bold cassette ដល់คลิกរបៀប2ដងយើងចុចតម្លាក់មកយើងរើស add 11 ដក 1 យើង load វាអញ្ចឹងយើង input data បែបនេះយើងដាក់10យើងដាក់10 mm cassette របស់យើងកម្រាស់10 mm material របស់យើង A5.2 GR50 យើងចូលមក press bold 1អញ្ចឹង bold size យើង16 8.8 XOX អូខេហើយ bold connection របស់យើងគឺ input data បែបនេះអញ្ចឹងយើង save មកយើង modify apply អូខេតទៅទៀតយើង pick main part តមកទៀតយើង pick secondary part យើង mark កណ្ដាលអញ្ចឹងយើងបាន angle connection របស់យើង